បើទិញមិនបានទេគឺត្រូវផលិតដោយខ្លួនឯងប៉ុន្តែមិននឹកស្មានថារបស់យក្សដែលធំជាងអេក្រង់នេះអាចផលិតដោយដៃបានសោះដោយសារតែតម្លៃធុងប្រេងនាំចូលមានតម្លៃថ្លៃពេកអ្នកបើកបរក្នុងស្រុកបារម្ភថារកលុយមិនរួចថ្លៃឡានទើបសិក្ខាសាលាតូចមួយនៅក្រៅផ្ទះក្នុងក្រុង Peshawar នេះសម្រេចចិត្តផលិតវាដោយខ្លួនឯងទោះបីជាបរិយាកាសធម្មតាឧបករណ៍សាមញ្ញនិងគ្មានខ្សែសង្វាក់ផលិតកម្មទំនើបក៏ដោយប៉ុន្តែការងារដែលក្រុមហ៊ុនធំធ្វើគឺត្រូវបានសម្រេចយ៉ាងងាយស្រួលដោយក្រុមជាងត្រឹមតែ5នាក់ប៉ុណ្ណោះហើយតាមរយៈបច្ចេកទេសដ៏ចំណាននិងការប្រើប្រាស់វត្ថុធាតុដើមយ៉ាងរឹងមាំផលិតផលដែលផលិតចេញមកមានតម្លៃសមរម្យបំផុតហើយគុណភាពមិនចាញ់ការផលិតពីក្នុងរោងចក្រធំឡើយហើយដូច្នេះហើយទើបវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកបើកបរក្នុងស្រុកហើយម្ចាស់ហាងក៏រកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរជំហានដំបូងនៃការផលិតគឺការយកបន្ទះដែកតូចដែលបានពុតរួចមកផ្សារភ្ជាប់គ្នាជាបន្ទះដែកធំពីរហើយបន្ទាប់មកប្រើស្ទូចដើម្បីផ្គុំបន្ទះដែកធំទាំងពីរនោះឲ្យចេញជារូបរាងធុងប្រេងអ្នកអាចមើលឃើញថាទំហំរបស់វាធំខុសពីធម្មតាដូច្នេះជាងត្រូវគូសបន្ទាត់សម្គាល់នៅខាងក្នុងដើម្បីត្រៀមដំឡើងរចនាសម្ព័ន្ធដ៏សំខាន់មួយនោះគឺបន្ទះទប់រលកដើម្បីកាត់បន្ថយការរង្គើនៃធុងក្នុងអំឡុងពេលដឹកជញ្ជូននិងបង្កើនស្ថិរភាពហើយការផលិតវាក៏ត្រូវការប្រើបន្ទះដែកតូចមកផ្គុំគ្នាជាមុនសិនបន្ទាប់មកគូសរូបរាងបន្ទះទប់រលករួចកាត់តាមបន្ទាត់ដែលបានគូសទុកបន្ទះដែកដែលកាត់រួចនៅត្រឹមតែជាវត្ថុធាតុដើមប៉ុណ្ណោះការកែច្នៃវាពីសន្លឹកសំប៉ែតឲ្យទៅជារាងកោងទើបជាចំណុចសំខាន់ក្នុងករណីដែលគ្មានពុម្ពច្បាស់លាស់ការចង់កែច្នៃរាងកោងឲ្យបានត្រឹមត្រូវហាក់ដូចជាស្មុគស្មាញប៉ុន្តែតាមពិតវាមិនពិបាកទាល់តែសោះគ្រាន់តែប្រើញួរធំបន្តិចតួចដើម្បីធានាថាកម្រិតលំអៀងស្ថិតក្នុងរង្វង់1មីលីម៉ែត្រជាការស្រេចរន្ធរាងមូលដែលបានកាត់តាមរូបរាងនៅខាងលើនោះគឺមានតួនាទីយ៉ាងនៅពេលកែច្នៃរួចរាល់គេអាចយកពួកវាទៅផ្សារភ្ជាប់នៅខាងក្នុងធុងប្រេងម្ដងមួយតាមរយៈការសរេខ្ចៅដើម្បីតម្រឹមនិងកែតម្រូវដើម្បីធានាបាននូវភាពត្រឹមត្រូវនៃទីតាំងបន្ទាប់ពីបិទបន្ទះដែកចុងក្រោយរួចរាល់រចនាសម្ព័ន្ធសំខាន់នៃធុងប្រេងក៏ត្រូវបានលេចចេញជារូបរាងប៉ុន្តែឥឡូវនេះវានៅត្រឹមតែជាគ្រោងឆ្អឹងប៉ុណ្ណោះនៅមានការងារសំខាន់ជាច្រើនទៀតដែលកំពុងរងចាំអ្វីដែលត្រូវធ្វើដំបូងគឺការផ្សារភ្ជាប់យ៉ាងហ្មត់ចត់នៅកន្លែងតភ្ជាប់ទាំងខាងក្នុងនិងខាងក្រៅបន្ទាប់មកដំឡើងបន្ទះដែកនៅមាត់បង្អួចខាងលើដើម្បីបិទឲ្យជិតទាំងស្រុងដើម្បីឲ្យរចនាសម្ព័ន្ធកាន់តែរឹងមាំធុងដែលបិទជិតហើយត្រូវផ្សារភ្ជាប់ជាមួយនឹងបន្ទះដែកតូចតាមចន្លោះកំណត់ដើម្បីធ្វើជាជើងទម្រសម្រាប់ប្រើដំឡើងដែកមុំដែលបានពុតជារាងកោងនៅពីលើជាការពិតណាស់សិក្ខាសាលាតូចគ្មានឧបករណ៍ពុតដែកឯកទេសទេវិធីពុតដែកមុំគឺសាមញ្ញបំផុតគឺពឹងផ្អែកទាំងស្រុងលើកម្លាំងដៃជាងដំយួរចំណែកកម្រិតកោងរបស់វាគឺប្រើបន្ទះពុំសម្រាប់វាស់ពិនិត្យកែច្នៃរួចរាល់ហើយអាចដំឡើងនៅលើជើងទម្រដើម្បីធ្វើជាឆ្អឹងជំនីពង្រឹងតួធុងឲ្យកាន់តែរឹងមាំបន្ទះដែកមានរន្ធពីរដែលនៅចន្លោះដែកនីមួយគឺជាកន្លែងសម្រាប់ចាប់ខ្ចៅភ្ជាប់ជាមួយតួឡានក្រោមការធ្វើការយ៉ាងស្ទាត់ជំនាញរបស់ជាងបន្ទាប់ពីផ្សាររួចរាល់អស់ហើយធុងប្រេងនេះនៅខ្វះគ្រឿងបន្លាស់សំខាន់ចុងក្រោយមួយទៀតនោះគឺបំពង់ដែកដ៏ធំដែលនៅចំពោះមុខនេះឯងជាងត្រូវតភ្ជាប់ពួកវាឲ្យវែងហើយសោកចូលទៅក្នុងធុងប្រេងដើម្បីដំឡើងឲ្យជាប់អ្នកអាចឃើញថាប្រវែងនៃបំពង់ដែកគឺទម្លុះកាត់តួធុងដោយទុកឲ្យលយចេញមកក្រៅបន្តិចដើម្បីធ្វើជាក្បាលដំណចុះតើមានអ្នកណាដឹងទេថាតួនាទីរបស់បំពង់ដែកទាំងនេះគឺសម្រាប់ធ្វើអ្វីជាងបានចោះរន្ធធំមួយនៅផ្នែកខាងលើធ្វើជាមាត់ធុងព្រមទាំងចោះរន្ធតូចពីរដើម្បីសោកបំពង់ដែកពីរចូលទៅបន្ទាប់ពីដំឡើងរួចរាល់គេអាចចាប់ផ្ដើមបាញ់ថ្នាំពណ៌និងការពារច្រេះដើម្បីត្រៀមលក្ខណៈសម្រាប់ការរុំសម្ភារៈរក្សាកម្ដៅនៅជំហានចុងក្រោយនៅខាងក្រៅសម្ភារៈរក្សាកម្ដៅគឺត្រូវបានគ្របដណ្ដប់ដោយសន្លឹកស័ង្កសីក្រោមការសហការគ្នាយ៉ាងល្អនិងការធ្វើការយ៉ាងស្ទាត់ជំនាញរបស់ក្រុមជាងនៅពេលរុំរួចរាល់អស់ហើយធុងប្រេងយក្សដ៏ស្អាតនិងប្រណីតមួយក៏បានបង្ហាញខ្លួនចំណែកអ្នកបើកបរវិញក៏បានយកឡានសណ្ដោងមកចាំយ៉ាងយូរដែរឥឡូវនេះអាចប្រគល់ឲ្យគាត់ដើម្បីចេញដំណើរបានហើយ